ចឹងចេះធ្វើម៉ូតសក់មួយម៉ូតនេះអត់ធ្វើទៅកម្មវិធីខ្លួនឯងក៏បាននិយាយទៅរបៀបធ្វើហ្នឹងគឺងាយស្រួលខ្លាំងមែនទែនបងប្អូនគ្រាន់តែចាប់សក់ដូចខ្ញុំខាងបែបនេះមកចាចាប់សក់បែបនេះមួយបន្ទាប់មកគឺយើងចង់លក្ខណៈបែបទីទុយបន្ទាប់ពីចង់ទីទុយហើយគឺយើងចង់មកតង់ទៀតចាចង់មកតង់ទៀតទាំងអស់ណាបងប្អូនចាទាំងខាងឆ្វេងនិងខាងស្ដាំនិយាយរួមទៅសក់ហ្នឹងគឺយើងចង់ពីរតង់ប៉ុន្តែបងប្អូនមើលតាមដៃខ្ញុំធ្វើមួយសិនមកចាបន្ទាប់មកគឺយើងញាត់សក់ចូលទៅខាងក្នុងចាឬហើយញាត់ទាំងពីរមកបន្ទាប់មកគឺយើងចងមួយតង់ទៀតជិះទៅតាមសក់ដែលបងប្អូនវែងគឺឬក៏ខ្លីណាចាសក់វែងយើងធ្វើទៅរាងច្រើនតង់សក់ខ្លីយើងធ្វើតែមួយតង់អីក៏បានដែរចាញាត់បែបនេះមកបន្ទាប់មកយើងទាញអាចុងកន្ទុយសក់នឹងយកមកចងគុំគ្នារួចហើយយើងសូកជាមួយទឹកគៀបខ្មៅមកជាការស្រេចអញ្ចឹងបងប្អូនបើចង់មើលម៉ូតសក់ថ្មីជាបន្តទៀតកុំភ្លេច follow page ផងណា